Banនិយាយពីសំឡងមជូរក្តាមត្រូវជាងគេគឺលហុងនឹងតែម្ដងហើយបងម្រះព្រៅឬក៏ម្អមទៀតមកកាន់តែជាតិញិចម្ទេសហិលស្លោក្តៅបាយក្តៅអីនេះបងប្អូនអើយបាយមួយឆ្នាំម្នាក់ឯងចង់អស់ហ៎ដោយសារតែខែនេះគឺសបោក្តាមមែនតែនអញ្ចឹងហើយកុំឲ្យរំលងសំឡងមជូរក្តាមឲ្យសោះបងប្អូនក្តាមស្រែល្អមែនតែនបងប្អូនយកមកស្លមជូរអញ្ចេះគឺមានជាតិណាស់ដោយសារតែខ្ញុំទៅផ្សារគឺឃើញក្តាមល្អពេកអញ្ចឹងហើយក៏សម្រេចចិត្តថាសំឡងមជូរក្តាមជាមួយលហុងតែម្ដងទៅហើយនិយាយពីក្តាមនេះល្អមែនតែនបងប្អូនសិតតែរស់ហ្មងណាហើយខ្ញុំមកហ៊ានចាប់ឲ្យអ្នកលក់ចាប់ឲ្យចង់ឲ្យគាត់បកឲ្យហើយដែរប៉ុន្តែគាត់ថាបើបកឲ្យអញ្ចឹងពេលដែលយើងយកទៅលាងទឹកទៅវាជ្រុះខួរក្តាមអស់អញ្ចឹងណាអញ្ចឹងហើយគាត់ក៏ប្រាប់វិធីឲ្យខ្ញុំនឹងយកក្តាមនឹងពេលដែលទៅដល់ផ្ទះគឺយកតកកមកត្រាំសិនណាបងប្អូនត្រាំទុកមកសន្ទុះសិនហើយចាំយកមកលាងលាងទឹកឲ្យស្អាតហើយចាំយើងបកវាឃើញក្តាមរស់អញ្ចឹងណាបងប្អូនត្រូវតកកតែមួយផ្លែតតែគឺរឹងអស់តែម្ដងហើយក៏ស្រួលបកដែរហើយដល់ពេលដែលយើងបកហើយលាងទឹកក៏វាអត់សូវជ្រុះខួរក្តាមដែរដោយសារតែវាត្រូវតកកទៅវារៀងរឹងបន្តិចដែរអញ្ចឹងណាបងប្អូនលាងទឹកឲ្យច្រើនទឹកឲ្យស្អាតល្អបងប្អូនចាំយកមកបេះសកៃអីហ្នឹងចេញឲ្យអស់ក្តាមនៅពេលដែលយើងត្រាំតកកអញ្ចឹងគឺវាបានជ្រុះដីស្អាតល្អជាងដែលយើងអត់ត្រាំតកកបងប្អូនហើយយើងជំរះទឹកឲ្យស្អាតរួចរាល់ហើយចាំយើងយកមកបេះអញ្ចឹងដើម្បីកុំឲ្យវាជ្រុះខួរក្តាមអស់ហើយសម្រាប់លហុងវិញគឺខ្ញុំឈូសស្ដើងបែបនេះគឺខ្ញុំអត់កាត់ដុំទេដោយសារតែសម្លម្ជូរក្តាមជាមួយលហុងនេះគឺចិត្តអញ្ចឹងបានឆ្ងាញ់បងប្អូនហើយរៀបចំឲ្យរួចរាល់បែបនេះមកហើយសម្លម្ជូរក្តាមគឺអត់មានអីច្រើនទេបងប្អូនគ្រឿងផ្សំមានតែប៉ុណ្្នឹងឯងដាក់តែលហុងហើយនឹងម្អមឬក៏ម្រះព្រៅប្រហុកនឹងអំពិលទុំតែប៉ុណ្្នឹងគឺរួចរាល់ហើយបងប្អូនដាក់ម្ទេសរៀងច្រើនតិចមកបើសិនជាចូលចិត្តហិលតែសម្លម្ជូរគឺដាក់ម្ទេសច្រើនបានឆ្ងាញ់បងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តដាក់ប្រហុករៀងច្រើនសម្លម្ជូរសម្រាប់ខ្ញុំប្រហុករៀងចាស់បន្តិចទើបឆ្ងាញ់តែក៏មានបងប្អូនខ្លះគាត់អត់ចូលចិត្តប្រហុកដែរអញ្ចឹងហើយក៏គាត់ដាក់បន្តិចឬក៏ដាក់ទឹកត្រីជំនួសវិញហើយខ្ញុំក៏បងអំបិលបន្តិចប៊ីចេងបន្តិចបន្ទាប់មកគឺទឹកពុះដាក់ក្តាមចូលដាក់អំបិលហើយទុកឲ្យពុះបែបនេះមកណាបងប្អូនហើយក្តាមបងតែមួយផ្លែគឺឆ្អិនហើយបងប្អូនអត់មានយូរទេបន្ទាប់មកគឺយើងដាក់លហុងចូលតែម្ដងទុកឲ្យវាពុះល្អទៅបន្ទាប់មកខ្ញុំក៏បន្ថែមស្ករបន្តិចបងប្អូនបើបងប្អូនអត់ទ្រលាប់ស្លម្ជូរដាក់ស្ករទេក៏មិនបាច់ដាក់ក៏បានដែរបងប្អូនសម្លម្ជូរគឺងាយស្រួលស្លមែនតើបងប្អូនតែមួយផ្លែគឺបានញ៉ាំហើយចុងក្រោយបងម្អមឬក៏ម្រះព្រៅជាការស្រេចសម្រាប់ខ្ញុំដាក់ទាំងម្អមទាំងម្រះព្រៅតែម្ដងបងប្អូនគឺមានជាតិឈ្ងុយមែនតែនសម្លបែបស្រុកស្រែសាមញ្ញប៉ុន្តែនិយាយពីថាជាតិដល់ហើយសំខាន់ចំណាយលុយតិចបានឆ្ងាញ់ហើយញ៉ាំបានគ្នាច្រើនទៀតបងប្អូនសម្លម្ជូរមួយឆ្នាំងនេះគឺថាចំណាយអស់អត់ដល់លុយ10000ទេគឺញ៉ាំបានមួយផ្ទៃ